នេះយើងណាខ្លះដែលគាត់ចង់ដូរឈ្មោះឲ្យប៉ុន្តែគាត់ចេះដូរណាស់មកមើលវីដេអូនេះប្រកាសចេះត្រូវហើយអញ្ចឹងដោយសារតែឥឡូវហ្នឹងខាង Mobile Legends គេបានបញ្ចេញ event មួយណានៅពេលដែលយើងលេងទៅទទួលបាន point ទៅគឺថាយើងនឹងមានឱកាសទទួលបានការដូរឈ្មោះហ៎គ្នាយើងអញ្ចឹង event មួយហ្នឹងគឺថាអត់មានអីពិបាកទេគ្រាន់តែយើង log in game ឬក៏លេងជាមួយនឹងមិត្តភ័ក្តិឬក៏ solo អីអញ្ចឹងណាគ្នាយើងនៅពេលដែលគ្នាយើងលេងទៅគឺថាវានឹងទទួលបាន point ហើយអញ្ចឹងនៅពេលដែលអ្នកនរគ្នាទទួលបាន point អ្នកនរគ្នាដូចជា180អញ្ចឹងទៅអ្នកនរគ្នានឹងទទួលបានការដូរឈ្មោះមួយហើយគឺថាស្រួលខ្លាំងមែនតើមករយៈហ្នឹងណាខ្ញុំចាប់អារម្មណ៍ខ្លាំងមែនតើខ្ញុំចាប់អារម្មណ៍ខាង Mobile Legends ហ្នឹងគេចេញ event free skin ច្រើនមែនតើដូចជា skin Fanny នេះគេ free ទេហើយសម្រាប់តែគ្នាយើងណាដែលគាត់មិនទាន់ធ្វើទេអាចចូលទៅធ្វើបានដោះតែថៃវាទៅគឺថាយើងទទួលបាន free ឯគ្នាយើងហើយក៏នៅមាន event ជាច្រើនទៀតអ្នកនរគ្នាឆ្ងល់កន្លែងណាអ្នកនរគ្នាអាចទូបាននេះដូចជាខ្ញុំឃើញគ្នាយើងមួយចំនួនណាគាត់ឆ្ងល់ពី event មួយនេះគ្នាយើង event មួយនេះគឺយើងអាចទទួលបាន skin free ណាតើតែយើងដាក់លេខកូដគ្នាយើងឲ្យគ្នាយើងជួយដាក់លេខកូដអីចឹងទៅអញ្ចឹងខ្ញុំចេះខ្មាច់គ្នាយើងប៉ះសិនមកគ្នាយើងឆ្ងល់អាកន្លែងហ្នឹងចាំខ្ញុំចេញវីដេអូប្រាប់របៀបយកអ្នកនរគ្នាគឺអត់មានអីពិបាកទេបើថាគ្នាយើងចេះហើយខ្ញុំខ្ជិលចេញវីដេអូអីចឹងណាគ្នាយើងអាហ្នឹងស្រេចទៅលើអ្នកនរគ្នាទេប៉ះសិនមកគ្នាយើងអត់ចេះអាច comment នៅក្នុងវីដេអូបានខ្ញុំថាមករយៈនេះអ្នកនរគ្នាគួរតែលេង Mobile Legends ឲ្យច្រើនតិចគ្នាយើងដោយសារតែឥឡូវគេ free skin ច្រើនណាស់គ្នាយើងគេបុក free skin ណាស់មករយៈហ្នឹងអញ្ចឹងវីដេអូយើងគឺថាមានតែប៉ុណ្្នឹងទេពីខ្ញុំបានរៀនចាំជួបគ្នាវីដេអូក្រោយហើយគ្នាយើងកុំភ្លេចណា share វីដេអូនេះទុកមើលម្នាក់មួយផង